ពេលដែលយើងបើកផ្ទាំងនឹងមកហើយយើងប្រកាសជាឃើញផ្ទាំងនេះមកប៉ុណ្ណេះអញ្ចឹងមកយើងចូលយកពាក្យថា new model នេះមកបងប្អូនគ្នាចឹងពេល new model វាប្រកាសចេញផ្ទាំងនេះមកមួយឲ្យយើងណាចឹងផ្ទាំងហ្នឹងយើងត្រូវជ្រើសរើសយកវាថាវាមាន3ចំណុចទាំងអស់ហ្នឹងចឹងយកកន្លែង use built-in setting with ណាកន្លែងនេះបន្ទាប់មកយើងត្រូវជ្រើសរើសចឹងទី1ខ្ញុំយកmatrix SI ណា matrix SI មកទី2region default material កន្លែងនេះយើងយកអឺរ៉ុបមកតមកទៀត select section database ចឹងយក euro តមកទៀត style design ចឹង style design យក EN 11931125 A/A 2014 A 2014តទៀត concrete code design យើងយក euro code 2 2014ណាតមកយើងចុចពាក្យថា OK ពេលចុចពាក្យ OK ទៅយើងផ្ទាំងនេះមកមួយណាមើលឃើញឡើងតាមទៅដៅ x របស់យើងនេះមានប៉ុន្មានបើយើងមើលតាមរូបនេះរបស់យើងនេះ1 2 3ណាមាន3អញ្ចឹងយើងដាក់លេខ3មកចូលមក number ឃើញឡើងតាមទៅដៅ y យើងមានប៉ុន្មាន2 2ណាយើង1 2នេះណា1 2តមកទៀត spacing តាមទៅ x យើងប៉ុន្មានមើលប៉ុន្មាន7ម៉ែត្រណា7ម៉ែត្រដាក់លេខ7មកតាមទៅដៅ y គឺប៉ុន្មាន8ម៉ែត្រអញ្ចឹង8ម៉ែត្រដដែលជើងមកមើលខាងនេះម្ដងជើងយើងមើលខាងនេះ number story ខ្ញុំដាក់យក1កម្ពស់ខ្ញុំដាក់4ម៉ែត្រទៅ4ម៉ែត្រដែរចុះបន្ទាប់ពីបំពេញព័ត៌មានទាំងអស់ហ្នឹងរួចហើយយើងចុច OK មកពេលនឹងចេញផ្ទាំងមករបៀបនេះឲ្យយើងណាចេញផ្ទាំងនេះមកឲ្យយើងអូខេអញ្ចឹងទៅបង្កើត material នោះនេះយើងចូលពាក្យថា define នេះមកយកថា material properties យកពាក្យ define យកពាក្យ material property ទៅវាលោតផ្ទាំងមកមួយឲ្យយើងពាក្យថា material define material អញ្ចឹងក្នុងហ្នឹងវាមាន default មកស្រាប់មាន S 355មាន C 30/37 មាន rebar មាន tandem rebar នេះគឺដែកបើយើង tandem នេះគឺខ្សែកាបណាអញ្ចឹងយើងចង់បង្កើត add ចូលថ្មីមក C ម៉ាន25 30 30អញ្ចឹងយើងយកពាក្យថា add new material នេះមកពាក្យ add new material នេះដល់កន្លែងនេះយើងជ្រើសរើសពាក្យថា concrete អញ្ចឹង concrete កន្លែងនេះវាចេញមកផ្ទាំងនេះឲ្យយើងចេញផ្ទាំងនេះឲ្យយើងយកពាក្យថា C 25 30 30តមកខ្ញុំចុច OK តមកយើងមកមើលក្នុងនេះខ្ញុំយកកន្លែងនេះ25គីឡូចុងក្នុង1ម៉ែត្រគីបចង្កែវាតិចទៅកន្លែងនេះគឺវា31វាមានរូបមន្តមកគេយើងចង់បើកមើលរកូដទៅកន្លែងនេះខ្ញុំអត់បានបង្ហាញទេណាអញ្ចឹងខ្ញុំតទៅទៀតយើងចូល show material property កន្លែងនេះគឺសំខាន់នេះអាឡៃ S25 megapascal នេះ C 25 30កន្លែងនេះគឺ concrete stray យើង design 25 megapascal យើងចុច OK ទៅកន្លែងហ្នឹងចឹងតមកទៀតខ្ញុំនឹងចុច OK មួយទៀតទៅយើងបាន C 25 30នឹងមួយ